ចង់ជួយករណីធីរីដើម្បីឲ្យមានមេធាវីដើម្បីអីនេះហើយបងប្អូនកំពុងតែធ្វើស្រាប់ហ្នឹងតាក់ទងមកខ្ញុំផងដើម្បីជួយបន្ថែមការងារនេះទៀតដើម្បីកុំឲ្យថាវាយឺតយ៉ាវបងប្អូនព្រោះឥឡូវ2 ខែដែរហើយខ្ញុំក៏មែនតើក៏មានការលំបាកចិត្តដែរត្រង់ថា2 ខែហើយមិនទាន់ឃើញមានបានត្រៀមស្អីច្រើនសោះហើយតើរឿងនេះវានឹងទៅជាយ៉ាងណាឥឡូវខ្ញុំនិយាយពីរឿងអង្គការដែលសន្យាថាជួយហ្នឹងខ្ញុំជឿថាពួកគាត់នឹងតែមានសមត្ថចិត្តទៅជួយក៏តែអាចថាពួកគាត់រវល់ខ្លាំងអីចឹងទៅរៀងដូចជាឆក់លវែងឬក៏រង្វើលនៅក្នុងការដែលតាក់ទងគាត់ឲ្យបានលឿនខ្ញុំមិនចោលការតាក់ទងទេខ្ញុំសរសេរអ៊ីមែលទៅរាល់តែសប្តាហ៍ហើយមិនមែនសរសេរអ៊ីមែលទៅតែអង្គការមួយនេះទេគឺខ្ញុំសរសេរអ៊ីមែលទៅមេធាវីរបស់ធីរីដែលមេធាវីដែលធ្លាប់ការពារក្តីគាត់នៅសាលាដំបងហ្នឹងគឺសរសេរអ៊ីមែលផងសារទូរស័ព្ទផងឡើងរិចហើយប៉ុន្តែគួរឲ្យចម្លែកមែនតើមេធាវីនេះគឺអត់ឆ្លើយតបលឿនដោយកាលពីដំបងទេឥឡូវនេះនិយាយទៅដំបងហ្នឹងគឺចង់និយាយថាដំបងកាលទៅខ្ញុំទៅបកប្រែនៅក្នុងរឿងក្តីនេះខ្ញុំធ្លាប់ជួបគាត់ម្ដងក្រោយចេញសាលក្រមសម្រាប់ឲ្យកាត់ក្តីធីរីជាប់ពន្ធនាគារអស់មួយជីវិតហ្នឹងគឺខ្ញុំបានជួបគាត់តែម្ដងគត់បាទខ្ញុំនិយាយប្រាប់កិច្ចការងារមួយចំនួនប៉ុន្តែក្រោយមកហ្នឹងគឺខ្ញុំអត់ដែលអាចតាក់ទងគាត់បានខ្ញុំសរសេរអ៊ីមែលទៅក៏គាត់មិនឆ្លើយខ្ញុំផ្ញើសារតាមទូរស័ព្ទទៅក៏គាត់មិនឆ្លើយឥឡូវនេះគឺដល់ពេលធីរីម្ដងខ្ញុំក៏បានធីរីក៏បានប្រាប់ថាគាត់ក៏ព្យាយាមទូរស័ព្ទចេញពីពន្ធនាគារទៅមេធាវីក៏មេធាវីមិនលើកច្រើនគ្រាមែនតើហើយចុងក្រោយនេះគឺខ្ញុំបានជជែកជាមួយធីរីថាគួរតែសរសេរលិខិតទៅម្ដងមើលក្រែងលោកគាត់អាចទទួលឥឡូវធីរីក៏បានសរសេរលិខិតទៅមេធាវីនឹងទៀតប្រហែលថ្ងៃមុនហ្នឹងដើម្បីឲ្យអស់ចិត្តថាតើមេធាវីអាចប្រាប់គាត់មើលតើរឿងហ្នឹងវាដល់ណាព្រោះអីកូនក្តីត្រូវការដឹងរឿងប៉ុន្តែមកដល់ពេលនេះក៏អត់ទាន់បានដឹងរឿងអីច្រើនពីមេធាវីហើយអង្គការដែលថាជួយហ្នឹងក៏ថាមិនទាន់អាចនឹងជួយអីបានច្រើនលឿនតាមដែលអាចធ្វើបានហើយពេលវេលាកាន់តែរំកិលមួយខែបាត់ស្ងាត់ឈឹងតទៅទៀតហើយដូច្នេះរឿងនេះឯងដែលខ្ញុំនិយាយថាដំណឹងដែលមិនសូវជាល្អប្រហែលប៉ុន្តែនៅក្នុងពេលដែលខ្ញុំជម្រាបជូនបងប្អូននេះមិនមែនបានន័យថាយើងភ្លេចសំណុំរឿងគាត់ទេគឺយើងនៅតែតាក់ទងយើងនៅតែរកវិធីដោះស្រាយជាប្រចាំគ្រាន់តែថាខ្ញុំអត់បានផ្សាយជូនបងប្អូនញឹកញាប់ដោយសារតែរវល់កិច្ចការអីផ្សេង100ចំពោះផ្សេងទៀតអញ្ចឹងណាបងប្អូនប៉ុន្តែរឿងនេះខ្ញុំនៅតែតាក់ទងហើយខ្ញុំក៏បានគ្រោងនឹងសរសេរលិខិតម្ដងដើម្បីផ្ញើជូនទៅស្ថាប័នមេធាវីរបស់ធីរីចាស់ហ្នឹងថាតើយ៉ាងម៉េចគាត់បន្តក្តីនឹងជួយធីរីទៀតឬក៏គាត់ឈប់ទៅហើយឬក៏យ៉ាងម៉េចឲ្យប្រកាសហើយបើសិនជាតក្តីហ្នឹងតើធ្វើយ៉ាងម៉េចដើម្បីអាចតាក់ទងជាមួយធីរីឲ្យធីរីនិយាយពីអង្គហេតុដែលត្រូវជម្រាបប្រាប់រឿងសាកសីរឿងអីអញ្ចឹងណាព្រោះរឿងនៅនីតិវិធីច្រើនណាប៉ុន្តែអត់ទាន់បានចាប់ផ្ដើមធ្វើរឿងនេះទេហើយរឿងនេះហើយដែលជាក្តីកង្វល់មិនមែនតែសម្រាប់តែយើងជាអ្នកស្ដាប់យើងជាអ្នកតាមដានទេគឺធីរីខ្លួនឯងក៏គាត់បារម្ភដែរហើយគ្រួសារធីរីក៏បារម្ភរឿងហ្នឹងដែរព្រោះតែស្ងាត់ទៅខ្លាចគេលែងយកចិត្តទុកដាក់ហើយខ្ញុំយល់ពីអារម្មណ៍នឹងដែរព្រោះអីយើងខំប្រឹងជួយគាត់តាំងពីដើមរៀងមកស្ទើរតែបំដល់ឥឡូវស្ទើរតែស្ងាត់ឈឹងអញ្ចឹងណាបងប្អូនតែមិនស្ងាត់ទេកំពុងប្រឹងគាត់ថាវាមិនបានលឿនដូចចិត្តទេបងប្អូនមិនដែលភ្លេចពីរឿងនេះទេហើយយើងធ្វើតាមដំណាក់កាលម្ដងហើយខ្ញុំម្ដងមួយហើយខ្ញុំក៏នឹងបានសន្យាឲ្យថានឹងសរសេរលិខិតទៅមេធាវីធីរីចាស់ហ្នឹងដើម្បីឲ្យមានការតាក់ទងគ្នាហើយនឹងយល់បន្តទេហើយដូចខ្ញុំជម្រាបចឹងបងប្អូនដែលឮព័ត៌មាននេះហើយចង់លុកដៃចូលក្នុងការជួយរឿងរកមេធាវីរឿងតាក់ទងអីហ្នឹងសូមបន្តប្រឹងប្រែងបន្តទៅទៀតជួយក្រុមគ្រួសារធីរីពិតជាដឹងគុណបងប្អូនយ៉ាងសម្បើមណាស់ព្រោះអីក៏អត់មានទីពឹងអីទេមានតែបងប្អូនយើងនៅខាងក្រៅនឹងឯងដែលជួយគាត់បានព្រោះធីរីម្នាក់ឯងសុទ្ធសាធបាទគឺអត់មានអ្នកណាជួយគាត់បានទេហើយខ្ញុំម្នាក់ឯងដែរនៅក្នុងការជួយនេះគឺជាសមានចិត្តជួយនៅក្នុងការធ្វើម៉េចឲ្យសារតាក់ទងគ្នានឹងកុំឲ្យគាត់អត់បានដំណឹងអីសោះអានេះខ្ញុំជួយបានតែមួយផ្នែកហ្នឹងអាចជួយមេធាវីហ្នឹងក៏នៅតែជួយទេប៉ុន្តែវាមិនបានលឿនដូចចិត្តណាបងប្អូនឥឡូវរឿងបន្តទៀតថាតើទៅថ្ងៃមុខទៀតតែយើងគួរធ្វើយ៉ាងដូចម្ដេចជាការពិតណាស់រឿងរបស់ធីរីនេះគឺជារឿងរបស់សហគមន៍យើងជួយឈឺឆ្អាលគ្នាទេព្រោះអីធីរីអត់មានទីពឹងទេនៅក្នុងពន្ធនាគារខ្ញុំបានសរសេរលិខិតតាមអ៊ីមែលទៅមេធាវីរបស់គាត់ហ្នឹងតាមការផ្ដាំផ្ញើរបស់ធីរីទេព្រោះធីរីចង់ពឹងឲ្យខ្ញុំជួយធ្វើជាអ្នកបកប្រែក្នុងការតាក់ទងសន្ទនាគ្នាប្រាប់មេធាវីគាត់នឹងគាត់អីចឹងទៅហើយខ្ញុំក៏បានស្ម័គ្រចិត្តមិនយកប្រាក់កម្រៃអីទេនៅក្នុងការធ្វើជាស្ពានចម្លងក្នុងការបកប្រែដើម្បីឲ្យមេធាវីនិងកូនក្តីបានជួបគ្នាហ្នឹងអាហ្នឹងអត់មានបញ្ហាប៉ុន្តែសារដែលបញ្ជាក់បែបនេះហ្នឹងក៏អត់ទាន់បានជោគជ័យនៅឡើយទេព្រោះអីមេធាវីគាត់អត់ទាន់ឆ្លើយតបខ្ញុំហើយខ្ញុំនឹងដើមសប្តាហ៍នេះខ្ញុំនឹងទូរស័ព្ទទៅក្រុមហ៊ុនមេធាវីនឹងដោយផ្ទាល់តែម្ដងដើម្បីរកមើលតើរឿងនេះវាយ៉ាងម៉េចទៅវិញដើម្បីឲ្យអស់ចិត្តព្រោះអីធីរីតាក់ទងអត់បានដែរបាទ
រឿងនេះយើងពិបាកបន្តិចដែរបងប្អូនស្ដាប់ទៅមិនអញ្ចឹងណាព្រោះវាហាក់បីដូចជាថាមេធាវីមានហើយកូនក្តីត្រូវការពឹងពាក់ប៉ុន្តែក៏ទៅមានការឆក់ល្វែងដោយសារមួយគាត់នៅក្នុងគុកមួយនៅក្រៅគុកហើយប្រព័ន្ធតាក់ទងគ្នាហ្នឹងក៏វាថាមិនស្រួលដូចយើងនៅក្រៅគុកយើងជិះឡានបើកឡានទៅស្នាក់ការមេធាវីណាត់ជួបអីចឹងទៅអាចទៅជួបនិយាយគ្នាបានរាប់ម៉ោងផ្ទាល់អីចឹងបញ្ជូនឯកសារផ្ទាល់ដៃអីចឹងណាប៉ុន្តែដូចថាក្នុងគុកហើយគ្មានអ្នកណាជួយបានច្រើនទៀតចឹងក៏អាចមានការលំបាកនៅក្នុងការតាក់ទងគ្នានេះបាទរឿងមួយដែលធីរីបានផ្ដាំផ្ញើមកពីពន្ធនាគារហើយគាត់បាននិយាយទៅសាររាល់ពេលគាត់តែងតែផ្ដាំផ្ញើខ្ញុំនឹងឲ្យជួយអរគុណបងប្អូនយើងនៅខាងក្រៅនឹងដែលមានសមានចិត្តចំពោះគាត់ហើយនឹងចង់ជួយគាត់អីចឹងគាត់លើកទឹកចិត្តឲ្យបងប្អូនពីវនីវឲ្យបងប្អូនបន្តជួយគាត់ទៀតតាមលទ្ធភាពដែលអាចធ្វើបានក្នុងន័យថាជួយមើលតាមដានរឿងគាត់នឹងដើម្បីឲ្យរកយុត្តិធម៌ឲ្យគាត់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានអីចឹងទៅរឿងមួយទៀតដែលខ្លោចចិត្តបាទរឿងខ្លោចចិត្តមែនតើហ្នឹងគឺដូចខ្ញុំបានជម្រាបថាពេលដែលមនុស្សម្នាក់ជាប់ពន្ធនាគារគឺយើងបាត់បង់សេរីភាពសពបែបយ៉ាងដោយសារតែតឡាការរកឃើញថាយើងមានពិរុទ្ធពីរឿងបាត់អក្រិតអីក៏ពិតមែនហើយក៏ប៉ុន្តែយើងអត់ត្រូវការបាត់បង់សិទ្ធិសេរីភាពនៅក្នុងការតាក់ទងសមាជិកក្រុមគ្រួសារជាទីស្រឡាញ់របស់យើងទេខ្ញុំថាឥឡូវនេះធីរីមានភ័ព្វវាសនាដោយសារតែខ្ញុំជួយភ្ជាប់ទំនាក់ទំនងគាត់ជាមួយនឹងម្ដាយគាត់ជាមួយនឹងធីរ៉ាបងស្រីគាត់ជាមួយនឹងឡៃឈៀបងចដូនមួយគាត់អីនៅកូរ៉េខាងបងអីចឹងទៅគាត់អាចនឹងតាក់ទងបានឮព័ត៌មានជជែកគ្នាអីនឹងជាប្រចាំដូចថាគាត់អត់ប្របាក់ផ្ញើសារតាមព្រៀប3ខែបណ្ដុលអីទេគឺថាភ្លាមគាត់និយាយភ្លាមខ្ញុំផ្ញើសារតាមសម្លេងទៅម្ដាយគាត់ឬក៏ធីរ៉ាបានភ្លាមដូច្នេះតាក់ទងគ្នាបានអាហ្នឹងគឺជាមិនមែនជាបញ្ហាប៉ុន្តែរឿងដែលសំខាន់បំផុតមនុស្សដែលជាទីស្រឡាញ់បំផុតរបស់ធីរីគឺកូនរបស់គាត់កូនប្រុសស្រីកូនស្រីពៅនិងកូនប្រុសបងរបស់គាត់ហ្នឹងគឺធីរីអត់ដែលបានតាក់ទងសំបីតែម្ដងហើយអ្វីដែលអត់អាចតាក់ទងគ្នាសំបីតែម្ដងហ្នឹងគឺសំបីតែរូបថតរបស់កូនដែលយើងដឹងថាឪពុកម្ដាយយើងនៅឆ្ងាយគ្នាបើថាយើងមិនបានជួបសម្លេងអីយើងចង់ឃើញរូបថតចង់ឃើញសកម្មភាពបើថានៅយើងនឹងអោបរឹតថើបឲ្យដូចថាឲ្យអស់ចិត្តនៃទំហំនៃក្តីនឹករលឹកណាព្រោះជាកូនជាក្រុមគ្រួសារជាសាច់ឯងអញ្ចឹងណាប៉ុន្តែដោយសារតែមានរឿងហ្នឹងគឺធីរីអត់អាចជួបកូនបានកូនហ្នឹងក៏មិនអាចនរណាម្នាក់យកទៅឲ្យគាត់ជួបមុខនៅក្នុងពន្ធនាគារដើម្បីគាត់បានដូចថាសួរសុខទុក្ខម្ដាយឬលេងដោយសារតែអីដោយសារតែគំនាបដោយសារតែគម្លាតនៃឥឡូវក្រុមកូនទាំងពីរហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងអាណាព្យាបាលភាពរបស់ប្អូនរបស់សុធនគឺលោកអ៊ិនសុខេនតាមពិតទៅសុខេនក៏បានបីបាច់ថែរក្សាកូនទាំងពីរហ្នឹងក៏បានល្អណាស់គឺយើងគ្មានមន្ទិលអីទេថាគាត់ក៏យកចិត្តទុកដាក់មើលថែក្មួយរបស់គាត់ទាំងពីរហ្នឹងឲ្យបានល្អដែរព្រោះក្មួយកូនទាំងពីរហ្នឹងហៅគាត់ថាជា daddy ទី2ទៅហើយសុធនជា daddy ទី1ជាឪពុកទី1ហើយសុខេនហ្នឹងក៏បាននិយាយក្នុងតុលាការឲ្យថាក្មេងៗហ្នឹងស្រឡាញ់គាត់ដូចជាឪពុកបង្កើតដែរហើយនេះហើយគឺជារឿងដែលល្អសម្រាប់ក្មេងដែរដើម្បីឲ្យគ្នាមានភាពកក់ក្ដៅខ្ញុំក៏ជួយត្រេកអរដែរដែលក្មេងទាំងពីរបានរកសុខេនបានសុខេនជួយបីបាច់ថែរក្សាហើយក៏ថាឮថាអាចថានៅក្បែរជីដូនរបស់គាត់ដែរក៏ប៉ុន្តែរឿងដែលសំខាន់គឺកូនទាំងពីរនេះគឺមានភាពកក់ក្ដៅជាមួយនឹងគ្រួសារខាងប្តីក៏ពិតមែនហើយប៉ុន្តែធីរីអត់ដែលបានជួបសោះហើយឮថាអត់អាចជួបបានហ្នឹងគឺដោយសារតែមានមានបងប្អូនសហគមន៍យើងរហូតដល់ប៉ុណ្ណេះទៀតទៅបងប្អូនចង់ធានាសុំយកកូនក្មេងទាំងពីរហ្នឹងចេញសបុតយន្តហោះហើយនឹងថ្លៃស្នាក់នៅហូបចុកអីទាំងអស់ដឹកពីកាលីនេះយកទៅ Tennessee នៅឯពន្ធនាគារដើម្បីឲ្យធីរីបានឃើញមុខកូនបានតែម្ដងក៏បានដែរហើយគេសុកចិត្តចេញចឹងទាំងអស់ប៉ុន្តែធ្វើអត់បានដោយសារអីបើតាមតំណែងឮថាកូនដូចថាមិនអាចឲ្យខាងគ្រួសារខាងសុធនដែលអ្នកគ្រប់គ្រងថ្មីទៅលើកូនហ្នឹងថាមានដីកាតឡាការអីយ៉ាងម៉េចថាមិនឲ្យកូនហ្នឹងអាចនិយាយទៅគឺមានដីការរក្សាការពារហ្មងគឺមិនឲ្យម្ដាយនឹងមកក្បែរកូនបានអញ្ចឹងណាខ្ញុំកំពុងតែរកមើលសិក្សាស្វែងរកការពិតនៅពីក្រោយនឹងទៀតមើលថាតើវាមានរឿងអីឲ្យប្រកាសដែលម្ដាយមិនអាចជួបកូនបានហើយដីកាតឡាការហ្នឹងក៏មានឥទ្ធិពលប៉ុណ្ណានៅពេលដែលមនោសញ្ចេតនារបស់ម្ដាយនិងកូនហ្នឹងគឺអត់អាចជួបគ្នាបានជាការពិតហើយតឡាការចោទប្រកាន់គាត់ពីបទមនុស្សឃាតថាសម្រាប់ប្តីអីនឹងក៏ដោយប៉ុន្តែយើងឮតែមួយជ្រុងប៉ុន្តែធីរីក៏គាត់មានមួយជ្រុងរបស់គាត់ទៀតតែយ៉ាងណាសាលក្រមហ្នឹងវាអត់តន់ចូលជាស្ថាពរដែលថាគាត់ខ្លាយទៅជា
តន់ដិតស្ថាពរដោយដំណាយតុលាការកម្ពុជាឬអីណានោះទេនៅក្នុងនីតិវិធីប្តឹងជំទាស់ហន្តើដូច្នេះនៅក្នុងន័យហ្នឹងក៏ហេតុអីបានជាចង់និយាយថាគាត់អត់អាចជួបកូនគាត់បានឬក៏បើថាអ្នកណាយកទៅលេងគាត់ដើម្បីឲ្យគាត់បានជួបមុខកូនបងប្អូនកូនបង្កើតទោះជាយើងម្ដាយយើងជាអ្នកប្រព្រឹត្តអីក៏ដោយក៏ប៉ុន្តែម្ដាយនឹងកូនហើយបើតាមលឺធីរីថាអ្វីៗកើតឡើងហ្នឹងក៏ដើម្បីតែកូននឹងទៅទៀតឥឡូវអ្វីៗវាទៅជាលលាយសូន្យបងអស់ជាការគិតខ្លីរបស់គាត់ជាការពិតមែនហើយបើតាមយើងមើលប៉ុន្តែគាត់បានបកស្រាយច្រើនហើយដែលយើងធ្លាប់ឮតាមម្ដាយរបស់ធីរីឬក៏ធីរ៉ាដែលថាធីរីប្រាប់អំពីការដែលគាត់ការពារខ្លួនអីយ៉ាងម៉េចដោយសារតែគាត់ប្រាប់ថាប្តីរបស់គាត់នឹងគម្រាមសម្រាប់កូនហើយនឹងគាត់ហើយនឹងសម្រាប់ខ្លួនអីចឹងទៅគាត់បាននិយាយរឿងនេះដែរហើយគាត់ថាដើម្បីកូនគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់គាត់អញ្ចឹងគាត់ធ្វើដើម្បីការពារកូនគាត់អត់និយាយទៅគាត់ថាជីវិតគាត់លែងមានន័យអីទៅហើយនឹងចង់និយាយគាត់ចង់សម្លាប់ខ្លួនគាត់ច្រើនលើកច្រើនគ្រាលេបថ្នាំផងអីផងតែមិនស្លាប់ប៉ុន្តែរឿងកូនជីវិតកូនគាត់គឺគាត់ការពារលុះខ្សែដែរនឹងគាត់ចង់និយាយចឹងណាដល់ឥឡូវនៅពេលដែលគាត់គិតខ្លីបែបហ្នឹងការពារខ្លួនដើម្បីកូនអីចឹងប៉ុន្តែធ្វើឲ្យប្តីស្លាប់វាទៅជាគាត់អត់អាចនឹងជួបកូននឹងបានតតែសោះតែម្ដងហើយអត់ជួបបានហ្នឹងកុំថាឡើយដល់ទៅជួបមុខផ្ទាល់សូម្បីតែរូបថតកូនក៏អត់ទាន់បានទទួលបានមើលគាត់ថាឥឡូវក៏ផ្ដាំផ្ញើមួយយ៉ាងដែរគាត់ផ្ដាំផ្ញើឲ្យបងអូនស្រីគាត់ធីរ៉ាហ្នឹងគឺទៅមើល Facebook របស់សុខេនអ៊ិនដែលជាឪពុកមារបស់កូនតូចរបស់គាត់ហ្នឹងហើយឃើញបើរូបគេប្រហោះណាថ្មីព្រោះគាត់ខានជួបយូរដែរគាត់នឹករលឹកទៅឃើញកូនចង់បានរូបថតហ្នឹងយកមកស្ទាបអង្អែលមើលដែរព្រោះវាគ្មានអីថាអាចជួបមុខកូនបានផ្ទាល់អោបថើបពេញដើមទ្រូងអីណាទេព្រោះនឹងជាប់ពន្ធនាគារអស់មួយជីវិតហើយថាមានដីកាតុលាការណាថាมันអាចរក្សាការពារมันអាចឲ្យជួបគ្នាបានចេះទៀតគឺធ្វើឲ្យគាត់ថាបើបានទៅត្រឹមរូបថតហ្នឹងក៏ជួយគាត់បានច្រើនដែរប៉ុន្តែរូបថតហ្នឹងក៏អត់ទាន់បាននេះដែរព្រោះគាត់កំពុងផ្ដាំផ្ញើទៅបងអូនស្រីរបស់គាត់ឲ្យថាគេយករូបថត download ពី website ពី Facebook របស់សុខេនហ្នឹងទៅ print វាទៅហើយបញ្ជូនទៅពន្ធនាគារដើម្បីឲ្យគាត់បានមើលបាទរឿងនេះគឺអត់ទាន់បានធ្វើនៅឡើយប៉ុន្តែគាត់បង្ហាញអំពីការនឹករលឹកកូនខ្លាំងមែនតើហើយចំណុចមួយនេះដែលខ្ញុំជាឪពុកខ្ញុំមានកូនដូចគ្នាខ្ញុំអត់និយាយពីរឿងទោសទណ្ឌអ្នកណាប្រព្រឹត្តអីទេហើយសូមឲ្យអំណាចតុលាការរកការពិតបន្ថែមទៀតនៅសាលាធរនិងតុលាការកំពូលអីផ្សេងទៀតប៉ុន្តែខ្ញុំនិយាយអំពីឪពុកខ្ញុំនិយាយពីចំណងគ្រួសារខ្ញុំធ្លាប់បែកកូនខ្ញុំ5ឆ្នាំគ្រួសារខ្ញុំ5ឆ្នាំពេលដែលខ្ញុំមកអាមេរិកទៅអត់ដែលបានជួបគ្នា5ឆ្នាំខ្ញុំយល់អំពីទំហំតើយើងបេះដូងយើងប្រហោងយើងធ្លុះធ្លាយយើងវាកំសត់ប៉ុណ្ណាវាដូចថាលហលហេវលវឹងល្វើយគ្មានទិសដៅគ្មានគោលដៅណាវាយកស្អីមកបិទក៏បិទមិនបានដែរគឺតតែបានជួបគ្រួសារតតែបានសូម្បីតែកាលខ្ញុំឃ្លាតពីគ្រួសារខ្ញុំ5ឆ្នាំដែលខ្ញុំចាក់ចោលមកអាមេរិកហ្នឹងទៅគាត់នៅខាងប្រទេសកម្ពុជាហ្នឹងគឺតាក់តងគ្នាតាម Skype ឃើញរូបឃើញអីគ្នាសឹងតែរាល់និយាយទៅសឹងតែរាល់ថ្ងៃគឺថាមួយថ្ងៃម្ដងយ៉ាងហោចគឺមិនដែលដាច់ក៏ដោយក៏មិនស្មើនឹងបានអោបបានថើបបានអីផ្ទាល់ដៃនិយាយផ្ទាល់គ្នាកាន់ដៃគ្នា you know like អារឿងហ្នឹងដែលជារឿងដែលសំខាន់មួយដែលមិនគួរណាគាត់បាត់បង់អ្វីៗគ្រប់យ៉ាងហើយមកបាត់បង់អារបស់ចុងក្រោយនៃជីវិតរបស់គាត់ទៀតណារឿងនេះបងប្អូនណាទាំងអស់ដែលបានដឹងរឿងនេះហើយបើអាចធ្វើបានបងប្អូនកោតទោសធីរីតាមអំណាចចិត្តរបស់បងប្អូនខឹងចោះអត់អីទេព្រោះធីរីសម្រាប់ប្តីនេះគឺជាអំពើមិនអាចលើកលែងបានទេគឺជាអំពើខូខើព្រៃផ្សៃហួសនិស័យមនុស្សហើយព្រោះអ្នកណាក៏មិនអត់ឱនបានដែរបើសិនជាយើងលឺណាក៏ប៉ុន្តែសូមឲ្យបងប្អូនកោតទោសគាត់នៅក្នុងន័យថាបងប្អូនមិនបានដឹងរឿងមួយជ្រុងទៀតអំពីខ្សែជីវិតអំពីបញ្ហាផ្លូវចិត្តរបស់គាត់ឥឡូវឲ្យបងប្អូនកោតទោសថាមិនបានដឹងរឿងគាត់មកខាងទៀតក៏ដោយចោះមិនបាច់គ្រប់គ្រងគាត់ពីរឿងចំហផ្លូវចិត្តអីប៉ុន្តែបងប្អូនសាកដាក់ចិត្តទៅគិតទៅមើលថាម្ដាយនិងកូនអាចជួបគ្នាបានរយៈពេលច្រើនឆ្នាំមកហើយនេះតើផ្លូវចិត្តគាត់យ៉ាងដូចម្ដេចទៅវិញតើយើងមានចិត្តជាមនុស្សដែលអាចធ្វើអញ្ចឹងបានទេខ្ញុំថាកោតទោសគាត់ចោះប៉ុន្តែគាត់មិនគួរណាបាត់បង់សេរីភាពនៅក្នុងការសុំបីតែជួបមុខកូនបើសិនជាមានអ្នកណាទៅប្រាប់ម្ដាយឬក៏ឪពុកមាឬក៏អ្នកណាក៏ដោយថាម្ដាយនឹងចិត្តខូខើឬក៏សាហាវព្រៃផ្សៃអីយ៉ាងណាក៏ដោយតែយើងអាចប្រាប់កូនប៉ុន្តែកូនជាឈាមជ័ររបស់គាត់ហើយក៏គួរយល់ឲ្យដឹងថាអ្វីដែលកើតឡើងគឺគាត់ថាដើម្បីការពារកូនប៉ុន្តែឥឡូវគាត់អាចជួបកូនបានតើគាត់នៅសល់សង្ឃឹមអីទៀតព្រោះអាសេចក្តីសង្ឃឹមចុងក្រោយរបស់គាត់គឺដើម្បីបានជួបកូនដើម្បីឲ្យជីវិតកូននឹងមាននៅលើโลกនេះដែលគាត់អាចសង្ឃឹមគាត់ស្លាប់គាត់មិនអីដែរណាប៉ុន្តែឥឡូវនេះ
ដោយសារតែស្ថានភាពតុលាការស្ថានភាពផ្លូវច្បាប់នេះគឺគាត់អាចជួបចឹងបងប្អូនដែលដឹងរឿងនេះបងប្អូនធ្វើតាមលទ្ធភាពដែលអាចធ្វើទៅបានតាមចំណេះជំនាញផ្ទាល់ខ្លួនតាមវិធីតស៊ូមតិតាមសហគមន៍របស់បងប្អូនធ្វើយ៉ាងម៉េចក៏ដោយគឺដោះស្រាយធ្វើយ៉ាងម៉េចឲ្យជួយធ្វើយ៉ាងម៉េចកូនគាត់បានទៅជួបគាត់តែម្ដងក៏បានដែរខ្ញុំនិយាយរឿងនេះគឺខ្ញុំខ្លោចចិត្តណាដូចខ្ញុំនិយាយចឹងជាឪពុកហើយខ្ញុំម្ដងទៀតថ្កោលទោសគាត់តាមបែបចិត្តរបស់បងប្អូនចង់ថ្កោលទោសគាត់ចុះហើយខ្ញុំមិនទោមនិញមិនទៅខឹងសម្បាឬក៏គិតថាមិនសមហេតុផលអីទេបងប្អូនចង់ជេរគាត់យ៉ាងម៉េចក៏បានដែរប៉ុន្តែម្ដងនេះដូចខ្ញុំជម្រាបចឹងគឺយើងទុកអារឿងព្រមត្តននឹងម្ដាយសិនតែនិយាយពីមโนសញ្ចេតនាគ្រួសាររវាងម្ដាយនិងកូនសិនបងប្អូនមិនទាន់មានកូនបងប្អូនមិនទាន់ដឹងរឿងនេះក៏ប៉ុន្តែជាមនុស្សក៏បងប្អូនគិតថាមានបេះដូងដែរយើងមិនទាន់មានកូនខ្លួនឯងក៏យើងជាកូនរបស់ម្ដាយយើងដែរជាឪពុករបស់យើងដែរតែយើងនឹករលឹកគាត់ប៉ុណ្ណាដែលជាអ្នកបង្កើតយើងមកគាត់មានគុណប៉ុណ្ណាអីចឹងទៅគាត់ប្រព្រឹត្តអីក៏ដោយយើងក៏មិនដឹងថាតើធម្មតាម្ដាយឪពុកមិនដែលនរណាចង់សម្លាប់កូនឯងទេទោះកូនប្រព្រឹត្តយ៉ាងម៉េចក៏នៅតែជេរទៅហៅមកដែររឿងនេះដែលពេលខ្លះខ្ញុំក៏មានការក្រោកក្ដួលដែរខ្ញុំអត់គ្រប់គ្រងឃាតករឬក៏អ្នកដែលសម្លាប់មនុស្សទេប៉ុន្តែនៅពេលដែលម្ដាយមិនអាចជួបមុខកូនបានគឺយើងថាในរឿងអមនុស្សធម៌មែនតើហើយខ្ញុំក៏ផ្ញើសារនេះទៅដល់ក្រុមគ្រួសាររបស់សធុនម្ដាយសធុនឬក៏ប្អូនប្រុសសធុនខ្ញុំគ្មានតំណែងតំណងអីឈុតសាច់សាឡះអីជាមួយធីរីប៉ុន្តែសូមឲ្យយើងបើកចិត្តឲ្យទលាយជាងហ្នឹងសធុនស្លាប់ហើយនៅណាក៏យើងគិតថាខ្ញុំនៅតែចូលរួមរំលែកទុកហើយបួងសួងឲ្យវិញ្ញាណក្ខន្ធសធុនបានទៅកាន់សុគតិភពកុំឲ្យគាត់អាភ័ព្វដូចជានេះប៉ុន្តែយើងកុំឲ្យអាគ្រួសារមួយទៀតអាភ័ព្វយើងមើលម្ដងទៀតខ្ញុំគ្មានមនោសញ្ចេតនាចង់និយាយថាខ្ញុំអត់មានជាប់សាច់សាឡះអីជាមួយធីរីទេខ្ញុំក៏គ្មានបានគុណស្រ័យអីពីក្រុមគ្រួសារធីរីដែរបងប្អូនខ្លះគិតថាប្រហែលជាមានស្អីគ្រួសារនេះឲ្យលុយឲ្យអីបងប្អូនប្រមាថខ្ញុំពេកហើយខ្ញុំមិនត្រូវការអ្វីទាំងអស់ពីក្រុមគ្រួសារធីរីខ្ញុំត្រូវការតែមួយយ៉ាងគឺយុត្តិធម៌សម្រាប់គាត់សម្រាប់ក្រុមគ្រួសារគាត់ហើយក៏យុត្តិធម៌សម្រាប់សធុនដែរខ្ញុំអត់ដែលមានគេថាផ្សាយរឿងធីរីដើម្បីធ្វើឲ្យបាក់មុខក្រុមគ្រួសារសធុនអត់ទេបងប្អូនខ្ញុំសោកស្ដាយណាស់ដែលមកដល់ម៉ោងនេះខ្ញុំតាក់ទងម្ដាយសធុនអត់បានសោះគាត់ស្ដាប់សារសម្លេងរបស់ខ្ញុំនៅក្នុង Facebook គឺគាត់មិនឆ្លើយតបអ្វីទាំងអស់ហើយខ្ញុំព្យាយាមតាក់ទងគាត់ខ្ញុំជឿថាគាត់អត់ចង់និយាយជាមួយខ្ញុំគាត់មិនពេញចិត្តខ្ញុំរឿងអីក៏ខ្ញុំមិនដឹងដែរព្រោះអីគាត់អាចនឹងថាខ្ញុំនឹងទៅកាន់ជើងធីរីជេរស្រីខ្ញុំចោះចោតខ្ញុំចោះប៉ុន្តែបេះដូងខ្ញុំចង់ប្រាប់ថាខ្ញុំចង់រកយុត្តិធម៌ជូនគ្រួសារទាំងសងខាងតែបើសិនជាណាមីងឬក៏សុខេនឬក៏អ្នកផ្សេងនៅក្នុងក្រុមគ្រួសារហ្នឹងអត់បានចិត្តឲ្យទលាតើធ្វើយ៉ាងម៉េចទៅខ្ញុំអាចនឹងផ្សព្វផ្សាយពីខាងគាត់បានទៅថ្ងៃមុនខ្ញុំផ្ញើសារប្រាប់ថាមានបងប្អូនសហគមន៍យើងគាត់ចង់បរិច្ចាគលុយជួយដល់កូនក្មេង2នាក់ដែលជាកូនធីរីគេចង់ថាតើគេចង់ជួយលុយពួកគាត់យ៉ាងម៉េចទៅតើការរស់នៅគាត់លំបាកយ៉ាងម៉េចអីអញ្ចឹងទៅគេចង់បានជាវិភាគទានជាសមានចិត្តខ្លះខ្ញុំក៏បានផ្ញើសារនឹងជូនទៅគាត់ថាតើឲ្យខ្ញុំអាចនឹងជួយធ្វើយ៉ាងម៉េចពួកគេអត់មានវិធីអីទៅជួបគាត់បានទេគឺគ្មានតាមរយៈខ្ញុំអញ្ចឹងខ្ញុំក៏សរសេរផ្ញើសារទៅគាត់ជាសម្លេងគាត់មិនតបគាត់មិនឆ្លើយខ្ញុំមិនតែទៅមិនតូចចិត្តអីជាមួយនឹងគាត់ទេក៏ប៉ុន្តែខ្ញុំចង់ឲ្យគាត់បើកចិត្តឲ្យទៅលេងបន្តិចព្រោះអីរឿងនេះគឺថាទោះតែយើងធ្វើយ៉ាងម៉េចក៏មិនអាចទៅខាបបលឹងឬក៏ឲ្យសធុនរស់ឡើងវិញបានដែរហើយខ្ញុំជឿថាគ្រួសារសធុនមិនអាចអត់ឱនធីរីបានខ្ញុំយល់ប៉ុន្តែរឿងនេះគឺវាជារឿងកូនក្មេង2នាក់នេះទៀតនេះកូនរបស់ធីរីហើយគាត់អត់ដែលបានជួបកូនសោះហើយគាត់យំស្រែករាល់ដងតែពេលគាត់នឹកកូនគាត់ប្រហែលថ្ងៃនេះគឺគាត់បានប្រាប់ខ្ញុំថាកូនប្រុសរបស់គាត់ខួបកំណើតនៅសល់តែ7ថ្ងៃទៀតថ្ងៃទី7ខែកក្កដាត្រូវជាខួបកំណើតកូនប្រុសរបស់គាត់គាត់តែបើសិនជាគាត់នៅក្រៅពន្ធនាគារគាត់ធ្វើបុណ្យ birthday អីចឹងប៉ុន្តែគាត់អាចជួបកូនគាត់បានគាត់អាចនិយាយអីជាមួយកូនគាត់បានគាត់សុំផ្ដាំផ្ញើតាមខ្ញុំឲ្យផ្ដាំផ្ញើទៅធ្វើមិនឲ្យសាររបស់គាត់ឮដល់កូនគាត់ថាគាត់សុំជូនពរកូនគាត់ Happy birthday សម្រាប់ខូបនៅថ្ងៃទី7ខែកក្កដានេះខ្ញុំខ្លោចចិត្តសុំទោសបងប្អូន
ជាអ្នករាយការណ៍ព័ត៌មានខ្ញុំអត់ត្រូវការដាក់មនោសញ្ចេតនាដូច្នេះទេខ្ញុំសុំទោសប៉ុន្តែខ្ញុំក៏មានបេះដូងដែរពួកខ្ញុំធ្វើព័ត៌មាននេះខ្ញុំអត់មានបានកម្រៃអីពីការធ្វើព័ត៌មានដើម្បីលាបសក្ការៈដើម្បីបន្តិចប្រអាក់គ្រួសារនេះដើម្បីលើកគ្រួសារនោះតែខ្ញុំគ្រាន់តែចង់រយុត្តិធម៌ហើយយើងជាប់ផុងនៅក្នុងអាការរយុត្តិធម៌ទាំងអស់គ្នាខ្ញុំមិនទៅថយក្រោយទេខ្ញុំនឹងធ្វើទៅតាមលទ្ធភាពអាចធ្វើទៅបានខ្ញុំនឹងរកវិធីយ៉ាងម៉េចដើម្បីឲ្យយ៉ាងហោចណាស់ក៏ធីរីបានរូបថតកូនបានសាររបស់គាត់លើទៅដល់ក្រុមគ្រួសាររបស់គាត់ដែរគាត់អាចជាប់គុកពន្ធជាប់ពន្ធនាគារអស់មួយជីវិតប៉ុន្តែក៏អត់ត្រូវការជាប់គុកនៅក្នុងការមិនអាចតាក់ទងក្រុមគ្រួសារបានកូនគាត់ទៅជាទីស្រឡាញ់របស់គាត់បានសោះដូច្នេះទេរឿងនេះគឺជារឿងអមនុស្សខ្លាំងណាស់បងប្អូនតែយ៉ាងណាខ្ញុំជឿថាបើសិនជាម្ដាយរបស់ធីរីសំទោសម្ដាយក្មេករបស់ធីរីបានឮរឿងនេះប្អូនថ្លៃរបស់ធីរីបានឮរឿងនេះសូមផ្ដាំផ្ញើសាររបស់ធីរីជូនពរខូបកំណើតរបស់កូនប្រុសរបស់គាត់នៅថ្ងៃទី7ខែកក្កដានេះផងគាត់អាចទេទៅបានគាត់អត់អីទេចុះគាត់ទេទៅមិនបានសំបីតែខ្ញុំនៅខាងក្រៅពន្ធនាគារព្យាយាមតាក់ទងទៅគាត់ដូចជានមីងម៉ាក់អ៊ីនអីចឹងនៅក្នុងសារ Facebook គាត់មិនដែលឆ្លើយតបខ្ញុំតែម្ដងហើយខ្ញុំមិនដឹងជាព្យាយាមយ៉ាងម៉េចតែខ្ញុំមិនបោះបង់ការព្យាយាមទេខ្ញុំនឹងព្យាយាមតទៅទៀតព្រោះដូចខ្ញុំជម្រាបចឹងខ្ញុំអត់មានបានសគុណគុណស្រ័យហើយខ្ញុំអត់មានចង់ហុចអំបោះសំណោះដៃអីពីរឿងនេះទេខ្ញុំចង់តែរយុត្តិធម៌ការពិតហើយបើការពិតតឡាការកាត់ទោសឲ្យធីរីត្រូវតែជាប់គុកមួយជីវិតធ្វើអាម៉េចនិស័យកម្មពីរបស់គាត់ពីអតីតគាត់សាងពីមកអំពើល្អដែលគាត់សាងមកបើវាបានអស់ត្រឹមប៉ុណ្ណឹងនឹងគឺជានិស័យរបស់គាត់ប៉ុន្តែខ្ញុំនៅតែជឿជាក់ថាបើសិនជាធីរីមានការតតាំងក្តីអីត្រឹមត្រូវយ៉ាងហោចណាស់ក៏បានការបន្ធូរបន្ថយទោសគាត់ដែរឬក៏យ៉ាងហោចណាស់ក៏យើងបានដឹងថានៅក្នុងប្រវត្តិសាស្ត្រនេះស្ត្រីម្នាក់ដែលបាញ់សម្លាប់ប្តីរបស់ខ្លួនហេតុអីបានគាត់ធ្វើដូច្នេះព្រោះឥឡូវនេះយើងអត់ដឹងហេតុអីទេយើងឮតែដូចពាក្យចចាមអារាមឬតែមួយជ្រុងតែនៅក្នុងតឡាការមែនតើយើងអត់ដែលបានឮរឿងការពិតជាក់ស្ដែងទេខ្ញុំចង់ឲ្យចែងនៅក្នុងប្រវត្តិសាស្ត្រនៃរឿងក្តីរបស់ធីរីនៅក្នុងតឡាការមានសេចក្តីសាលក្រមសាលដីកាគេអញ្ចឹងហើយបើកាត់ទោសគាត់ឲ្យជាប់គុកមួយជីវិតយ៉ាងណាឲ្យវាមានការជជែកដេញដោលគ្នាលំអិតហើយស្ដាប់គាត់និយាយចង់ឲ្យកូនគាត់នឹងឮម្ដាយនិយាយថាម៉េចហេតុអីបានជាសម្លាប់ឪពុករបស់ខ្លួនចោលតើវាមានរឿងអីឲ្យពិតប្រាកដកុំឲ្យកូនរស់នៅក្នុងពិភពមួយដែលកូនគិតថាម្ដាយនឹងគឺមានចិត្តសាហាវព្រៃផ្សៃជាបិសាចអីចឹងដូច្នេះធ្វើឲ្យកូននឹងបាក់ស្បាតហើយស្អប់ម្ដាយនឹងអស់មួយជីវិតប៉ុន្តែបើកូននឹងដឹងរឿងពិតទៅយ៉ាងហោចណាស់ក៏ក្នុងពេលណាមួយនៅពេលដែលពួកគាត់ធំដឹងក្តីក៏គាត់អាចទទួលយកការពិតនឹងបានទៅបើគាត់មានមនោសញ្ចេតនាជាមួយគ្រួសារគាត់យ៉ាងម៉េចអានឹងជារឿងគ្រួសាររបស់គាត់ប៉ុន្តែការបដិច្ចមនោសញ្ចេតនាចោលភឹងដែលម្ដាយនៅក្នុងគុករីងរៃម្នាក់ឯងហើយកូនជាទីស្រឡាញ់របស់គាត់ទាំងពីរមិនអាចតាក់ទងគ្នាអីបានសោះហើយស្ថិតនៅក្នុងក្រោមការคุ้មគ្រងរបស់ក្រុមគ្រួសារខាងប្តីដាច់បែបនេះវាជាការបែកបាច់ល្អហើយប៉ុន្តែក៏អត់អាចនឹងតាក់ទងឲ្យបានដូច្នេះខ្ញុំជឿថាសូមឲ្យបងប្អូនទាំងអស់គ្នាបាក់ចិត្តឲ្យទលាយជាងនេះខ្មែរដូចគ្នាទេខ្ញុំជឿថាម្ដងទៀតមិនអនុគ្រោះឲ្យធីរីថាខ្មែរមែនប៉ុន្តែខ្មែរអីចិត្តសាហាវព្រៃផ្សៃយ៉ាងនេះកុំអាលបងប្អូនយើងចាប់ផ្ដើមមើលឃើញតែមួយជ្រុងទេហើយពេលខ្លះបងប្អូនសួរខ្ញុំមានសំណួរខ្លះបងប្អូនថាជួយធីរីបានការអីមនុស្សដីសាហាវចិត្តព្រៃផ្សៃយ៉ាងនេះហើយមានបងប្អូនខ្លះសួរថាតើមានអារម្មណ៍បែបម៉េចទៅអង្គុយចិត្តឃាតករទៅបកប្រែឲ្យឃាតករដៃដល់សាហាវខុសខើខ្ញុំយល់បងប្អូនចង់សួរអីក៏បានដែរវាជាកំហឹងជាការឈឺចាប់ជាអីប៉ុន្តែគាត់តែចង់ប្រាប់បងប្អូនថាការដែលទៅអង្គុយចិត្តជនជាប់ចោតនៅក្នុងនាមជាអ្នកបកប្រែគឺជាការងាររបស់ខ្ញុំត្រឹមធីរីដែលមានរឿងថាបាញ់សម្លាប់ប្តីមួយករណីនេះបងប្អូនគិតថាសាហាវខុសខើខ្ញុំទៅអង្គុយជាប់មេដឹកនាំខ្មែរក្រហមដែលសម្លាប់មនុស្សដល់ទៅលានអ្នកឯណោះតើយ៉ាងម៉េចទៅវិញកាលពេលខ្ញុំធ្វើការនៅសាលាក្តីខ្មែរក្រហមខ្ញុំធ្វើការសាលាក្តីខ្មែរក្រហមខ្ញុំបកប្រែឲ្យក្រុមមេធាវីលោកខៀវសំផននួនជាកាំងកាច់អៀវហៅដូចអៀងធីរិតអៀងធីរីទាំងអស់អ្នកដែលពាក់ព័ន្ធនៅក្នុងរឿងដ៏ព្រៃផ្សៃកាលពីរបបខ្មែរក្រហមមនុស្សស្លាប់រង្គាលដែលស្នាមរបួសនេះដកជាប់ដួងចិត្តហើយគ្មានអ្នកណាអត់ឱនឲ្យខ្មែរក្រហមបានផងប៉ុន្តែជាអ្នកបកប្រែយើងទៅបកប្រែពន្យល់សេចក្តីនៃខ្លឹមសារដើម្បីរកយុត្តិធម៌អញ្ចឹងដំណើររកយុត្តិធម៌ដូចគ្នាអញ្ចឹងខ្ញុំមិនមានអារម្មណ៍ថាខ្ញុំអង្គុយចិត្តធីរីនៅពេលដែលបកប្រែហ្នឹងថាគាត់ជាបិសាចជាអីទេខ្ញុំគ្រាន់តែគិតថាក្នុងខួរក្បាលរបស់ខ្ញុំបកប្រែបដាគិតថាតើអ្វីទៅដែលជាបំណងឬក៏រឿងសាច់រឿងនៅពីក្រោយឆាកដែលកើតឡើងព្រោះអីបកប្រែមក4ថ្ងៃ5ថ្ងៃជាប់គ្នាអត់ដឹងថាហេតុផលអីបានគាត់កេះកាយកំភ្លើងហ្នឹងអត់ដឹងតែម្ដង
ទើបតែក្រោយមកនៅពេលដែលធីរីចាប់ផ្ដើមប្រាប់គ្រួសារមកបានយើងដឹងមួយជ្រុងទៀតហើយរឿងហ្នឹងអត់ទាន់មាននៅក្នុងតុលាការនៅឡើយទេបងប្អូនអញ្ចឹងហើយបាននៅក្នុងបណ្ដឹងឧទ្ធរណ៍នេះហើយដែលចង់រកមេធាវីឬក៏ចង់ជួយគាត់ហ្នឹងដើម្បីឲ្យគាត់បាននិយាយទៅហើយតុលាការជឿមិនជឿអានឹងរឿងរបស់តុលាការយើងអត់ទៅជាអ្នកដែលអាកាត់ទេគ្រាន់តែថានៅក្នុងពេលហ្នឹងកុំឲ្យវាជ្រុលហួសរហូតដល់គាត់មិនអាចជួបកូនគាត់មិនអាចអឺសារសងនិយាយគ្នាជាមួយកូនគាត់បង្ហាញសេចក្តីនឹករលឹកអីបន្តិចតួចបានវាដូចថាចិត្តដាច់ពេកអានេះហើយដែលធ្វើឲ្យខ្ញុំក្រក់ក្ដួលមុននេះបន្តិចសូមអធិស្ឋានខន្តីអភ័យទោសពីបងប្អូនផងដូចខ្ញុំនិយាយថាខ្ញុំមិនមែនផ្នែកនៃព័ត៌មានទេគឺខ្ញុំគ្រាន់តែជាអ្នកជួយនាំសារផ្ញើព័ត៌មានប៉ុន្តែដូចខ្ញុំនិយាយខ្ញុំជាឪពុកខ្ញុំមានកូនខ្ញុំកូនដល់ទៅ3នាក់ខ្ញុំធ្លាប់បែកឃ្លាតគ្រួសារខ្ញុំដល់ទៅ5ឆ្នាំហើយខ្ញុំយល់ខ្ញុំឃ្លាតគ្រួសារខ្ញុំនៅពេលកូនស្រីខ្ញុំអាយុ3ឆ្នាំទេយើងជួបគ្នានៅពេលគាត់អាយុ8ឆ្នាំនិយាយទៅបាត់បង់នៅក្នុងការដែលជួបអោបថើប3បងត្រកង3អីហ្នឹងគឺរហូតដល់5ហើយ5ឆ្នាំហើយធីរីយើងដឹងហើយរឿងក្តីគាត់តាំងពីឆ្នាំ2022មកឥឡូវនេះគឺ3ឆ្នាំដែរហើយកូនធំប៉ុណ្ណាអត់ដែលបានជួបគ្នាសោះបែបនេះតើយ៉ាងម៉េចទៅសេចក្តីនឹករលឹកបងប្អូនឥឡូវនេះខ្ញុំមិនវែងឆ្ងាយទៀតទេគ្រាន់តែជម្រាបជូនបងប្អូនថារឿងសំណុំរឿងធីរីនេះគឺវាហួសពីករណីព្រហ្មទណ្ឌបងប្អូនវាតាក់ទងនឹងរឿងមនោសញ្ចេតនារឿងវិបត្តិគ្រួសាររឿងវិបត្តិផ្លូវចិត្តរឿង100ចម្ពោះទៀតហើយបងប្អូនកុំមើលតែរឿងមួយចំណុចហ្នឹងហើយចាប់ផ្ដើមគិតថារឿងហ្នឹងគឺទម្លាក់កំហុសទៅគាត់ទាំងអស់ហើយក៏ខ្ញុំមិនតាឲ្យទៅចោទប្រកាន់ក្រុមគ្រួសារខាងសុធនអីដែរព្រោះគាត់បាត់បង់មនុស្សជាទីស្រឡាញ់តដែលមិនអាចត្រឡប់មកវិញបាននេះគឺជាការដូចថាធ្លុះធ្លាយបេះដូងគាត់នឹងយ៉ាងសម្បើមណាស់គាត់ថាអ្វីដែលជាសារអំពាវនាវរបស់ខ្ញុំហ្នឹងគឺដូចចឹងថាសូមឲ្យពួកគាត់បើកចិត្តឲ្យទលាជាងហ្នឹងបើសិនជាបងប្អូនយើងចង់ជួយចង់អីFacebook របស់ខ្ញុំមានផ្ញើសារមកខ្ញុំពេលណាក៏បានដែរប្រាប់មកខ្ញុំមកវិញថាពួកគាត់ជួយអីបានដល់ក្រុមគ្រួសារសុធនជាពិសេសដល់កូនទាំងពីររបស់ធីរីនឹងផងដែរបាទបងប្អូនខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះចុះហើយយប់ជ្រៅណាស់ទៅហើយបងប្អូននៅឯប្រទេសកម្ពុជាសូមឲ្យបងប្អូនទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ខ្ញុំនឹងផ្សព្វផ្សាយរឿងនេះបន្តទៅទៀតនៅពេលដែលមានការវិវត្តថ្មីចុងក្រោយតាក់ទងនឹងកញ្ញាសំទោសតាក់ទងនឹងសំណុំរឿងលឹមធីរីប៉ុន្តែម្ដងទៀតតាមរយៈលឹមធីរីនិងក្រុមគ្រួសារក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនទាំងអស់នៅគ្រប់ទិសទីដែលឈឺឆ្អាលរឿងគាត់មិនដែលភ្លេចគុណនឹងទេម៉ាត់ណាក៏គាត់លើកមករៀម10ដើម្បីសំពះអរគុណបងប្អូនបើថាមិនទាន់ឃើញគាត់នឹងផ្ទាល់អីចឹងប៉ុន្តែសាររបស់គាត់គ្មានពេលណាដែលគាត់ភ្លេចនៅក្នុងការដឹងគុណទេហើយជាពិសេសក៏ថ្លែងអំណរគុណម្ដងទៀតដល់អ្នកដែលបានដាក់លុយ$100ពីដើមទីនៅក្នុងការឲ្យគាត់បានទូរស័ព្ទនិយាយជាមួយក្រុមគ្រួសារមានអត្ថន័យធំធេងណាស់សម្រាប់ក្រុមគ្រួសារគាត់ហើយបានដាក់លុយថែម$50ដើម្បីឲ្យគាត់ទិញម្ហូបអាហារឬរបស់របរប្រើប្រាស់អីចាំបាច់នៅក្នុងពន្ធនាគារហើយក៏អរគុណម្ចាស់ផ្ទៃលុយដែលមិនយកលុយថ្លៃណាមីនីផ្ញើដើម្បីទុកឲ្យធីរីបច្ច័យប្រើប្រាស់តាមសេចក្តីត្រូវការបន្តិចបន្តួចហ្នឹងក៏បានថែម$100ទៅលើនឹងទៀតនេះក៏ជាសមានចិត្តដែលយើងឃើញថាបងប្អូនខ្មែរពិតជាឈឺឆ្អាលចង់ជួយហើយគាត់ដឹងរឿងហ្នឹងក៏ប៉ុន្តែគាត់មានសមានចិត្តដូច្នេះក្រុមគ្រួសារធីរីដឹងគុណច្រើនដែរដល់បងប្អូនទាំងអស់គ្នាហើយខ្ញុំក៏អរគុណបងប្អូនដែរដែលបានគ្រប់គ្រងការផ្សាយរបស់ខ្ញុំពីដើមរៀងមកហើយទុកចិត្តនៅក្នុងការផ្សាយរបស់ខ្ញុំដែលថាផ្ដល់ព័ត៌មានពិតជូនបងប្អូនមិនកលៃមិនកុហកនេះគឺជាការលើកទឹកចិត្តខ្លាំងមែនទែនសម្រាប់ខ្ញុំដែរហើយគ្មានអ្វីក្រៅពីជូនពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការសូមឲ្យបងប្អូនមហាគ្រួសារខ្មែរទាំងអស់បានជួបតែសេចក្តីសុខនិងរួចផុតពីគ្រោះចង្រៃជាពិសេសគឺសូមឲ្យឧបទ្រពចង្រៃរឿងព្រំដែនខ្មែរថៃនឹងឲ្យវាឆាប់រលត់បោវាជាតិឆ្ងាយដើម្បីឲ្យបងប្អូនវិលត្រឡប់មករកភាពប្រក្រតីវិញដូចដើមផងដែរបាទអរគុណច្រើនបងប្អូនសូមជម្រាបលាត្រឹមប៉ុណ្ណេះសិន